សាលារៀនអន្តរជាតិអាមេរិកបានផ្ដល់អាហារូបករណ៍សិក្សាជូនដល់សិស្សពូកែឆ្លើយសំណួរចំនួន3រូបដែលទទួលបានជ័យលាភីនៅក្នុងការប្រកួតចំណេះដឹងភូមិសាស្ត្រជាតិមេញលីជេគួចលើកទី4ដែលមានការចូលរួមប្រកួតពីសំណាក់សិស្សានុសិស្សថ្នាក់មធ្យមសិក្សានិងអញ្ជើញចូលរួមគាំទ្រយ៉ាងច្រើនកកពីសំណាក់មាតាបិតាអាណាព្យាបាលនិងលោកគ្រូអ្នកគ្រូរបស់ប្អូនៗលោកធុនសុភ័ក្រប្រធានចាងវាងសាខាទូកោកនិងចាងវាងមធ្យមសិក្សាទុតិយភូមិបានបញ្ជាក់ដឹងថាសាលារៀនអន្តរជាតិអាមេរិកបានរៀបចំកម្មវិធីប្រកួតប្រជែងចំណេះដឹងជាច្រើនរួមមានការប្រកួតអាននិងតែងអត្ថបទភាសាខ្មែរការប្រកួតគូគំនូរនិងតាំងពិព័រណ៍ស្នាដៃសិស្សការប្រកួតតែងកំណាព្យនិងរឿងខ្លីការប្រកួតចំណេះដឹងវប្បធម៌អរិយធម៌ខ្មែរការប្រកួតតែងសេចក្តីការប្រកួតល្បងប្រាជ្ញាគណិតវិទ្យានិងការប្រឡងជ្រើសរើសសិស្សពូកែមេញលីជេគួចនិងការប្រកួតជាច្រើនបន្ថែមទៀតដើម្បីពង្រីកនូវសមត្ថភាពនិងចំណេះដឹងរបស់សិស្សានុសិស្សឲ្យមានភាពទូលំទូលាយជាជំនួយដល់ការសិក្សារៀនសូត្រនិងមានឱកាសចូលរួមប្រកួតប្រជែងគ្នាដោយស្មើភាពជាពិសេសគឺលើកទឹកចិត្តដល់សិស្សានុសិស្សដែលមានសមត្ថភាពពិតប្រាកដឲ្យទទួលបាននូវអាហារូបករណ៍សិក្សា 100% នៅសាលារៀនអន្តរជាតិអាមេរិកនៅក្នុងការប្រកួតចំណេះដឹងភូមិសាស្ត្រជាតិមេញលីជេគួចលើកទី4ដែលបានប្រព្រឹត្តទៅកាលពីពេលថ្មីកន្លងទៅនេះមានបេក្ខជនជាសិស្សានុសិស្សចំនួន318នាក់បានប្រកួតឆ្លើយយ៉ាងស្វិតស្វាញទៅដល់ជាង900សំណួរលើមុខវិជ្ជាភូមិវិទ្យាផែនដីនិងបរិស្ថានវិទ្យារួមទាំងចំណេះដឹងទូទៅសំខាន់មួយចំនួនស្ដីអំពីសេដ្ឋកិច្ចនយោបាយទេសចរណ៍វប្បធម៌អរិយធម៌បរិស្ថាននិងចំណេះដឹងលើភូមិសាស្ត្រជាតិជាលទ្ធផលនៅចុងបញ្ចប់នៃការប្រកួតវគ្គផ្ដាច់ព្រាត់គណៈមេប្រយោគដែលជាលោកគ្រូអ្នកគ្រូភូមិវិទ្យាផែនដីនិងបរិស្ថានវិទ្យាបានរកឃើញសិស្សជ័យលាភីចំនួន3រូបក្នុងចំណោមបេក្ខជនជើងខ្លាំងដទៃទៀតនៅក្នុងនោះជ័យលាភីលេខ1បានទៅលើយុវសិស្សចៅលីហ័រជ័យលាភីលេខ2បានទៅលើយុវសិស្សអេងសុតិសិទ្ធនិងជ័យលាភីលេខ3បានទៅលើយុវសិស្សម៉ៃសុសិលាដែលពួកគេទាំង3នាក់សុទ្ធសឹងតែមានសមត្ថភាពខ្ពស់ចងចាំនៅមេរៀនភូមិវិទ្យាផែនដីបរិស្ថានវិទ្យានិងចំណេះដឹងខាងក្រៅជាពិសេសគឺបានឆ្លើយត្រូវគ្រប់សំណួរយ៉ាងល្អឥតខ្ចោះតាំងពីដំបូងរហូតដល់នាទីចុងក្រោយប្រកបដោយភាពក្លាហាននិងមានទំនុកចិត្តលើខ្លួនឯងនៅក្នុងការប្រកួតស័ក្តិសមនិងទទួលបាននៅពានរង្វាន់ជើងឯកមេដាយបានសរសើរនិងអាហារូបករណ៍សិក្សាពីសាលារៀនអន្តរជាតិអាមេរិក